ផហូបបាយមែនផហូបខ្យល់មែនបានអត់ចេះធ្វើម្ហូបអីហ្នឹងពេលយើងមានកូនស្រីយើងចង់ឲ្យកូនស្រីរបស់យើងបានប្តីល្អត្រូវអត់ប៉ុន្តែនៅពេលដែលយើងមានកូនប្រុសយើងអត់បានចិញ្ចឹមកូនប្រុសយើងហ្នឹងដើម្បីឲ្យគាត់មានទំនួលខុសត្រូវខ្លាយជាបរិបទល្អនិងប្តីល្អនៅពេលអនាគតទេខ្ញុំឃើញវីដេអូរបស់បងស្រីដែលគាត់រស់នៅជប៉ុននេះហើយខ្ញុំពិតជាមានការកោតសរសើរដល់គាត់មែនតើដោយសារអីគឺគាត់បរៀនកូនប្រុសគាត់បានល្អគឺគាត់បរៀនឲ្យកូនគាត់ចេះសម្អាតផ្ទះចេះធ្វើម្ហូបចេះលាងចានណាំបាយអីដល់ខ្លួនគាត់ហើយនេះខ្ញុំគិតថាវាជាគំរូដ៏ល្អមួយសម្រាប់ទៅដល់ឪពុកម្ដាយផ្សេងទៀតហើយជាពិសេសម្ដាយដែលសារដឹងស្រាប់ឲ្យសង្គមខ្មែរយើងគឺម្ដាយនោះនៅចិត្តកូនច្រើនជាងឪពុកប៉ុន្តែទំនួលខុសត្រូវមិនមែនគួរតែធាក់ទៅលើតែម្ដាយមកទេវាគួរតែជាទូនាទីរបស់ទាំងឪពុកទាំងម្ដាយក្នុងការបង្រៀនកូនឲ្យគាត់ចេះធ្វើការងារផ្ទះសម្បែងទាំងអស់នឹងមិនមែនបរៀនតែកូនស្រីទេប៉ុន្តែគឺកូនគាត់ទាំងអស់2026ហើយការងារផ្ទះហ្នឹងវាមិនមែនគួរតែជាការងារដែលកូនស្រីតែម្នាក់ដែលត្រូវរៀនទេអ្វីដែលសំខាន់នៅពេលដែលពួកគាត់ចេះការងារទាំងអស់អនាគតទៅគាត់រស់នៅម្នាក់ឯងក៏មានគ្រួសារក៏គាត់ចេះការងារផ្ទះនឹងហើយគាត់មានទំនួលខុសត្រូវរួមដែរវាមិនមែនជាបន្ទុករបស់អ្នកណាម្នាក់ឯងចឹងហើយបានវាធ្វើឲ្យនៅពេលដែលគាត់មានគ្រួសារមានប្រពន្ធមានកូនទៅគឺគាត់បានយល់ដឹងទុក្ខលំបាករបស់មនុស្សស្រីហើយគាត់ជួយការងារផ្ទះទាំងអស់នឹង